ប្រមាណកន្លែងនេះគឺសម្រាប់អ្នកដែលចូលចិត្តថតរូបហើយចូលចិត្តដើរកម្សាន្តជាលក្ខណៈ explore នៅទីក្រុងរបស់គេចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកតាគ្នាទៅ Chinatown នៃទីក្រុងកាឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីដំបូងខ្ញុំចូលញ៉ាំអីសិនដោយសារតែខ្ញុំរៀងឃ្លានដែរចឹងហាងកាហ្វេដែលខ្ញុំចូលទៅញ៉ាំអីហ្នឹងគឺមានឈ្មោះថា Light Capture Cafe ដែលមានទីតាំងនៅជិត Chinatown នឹងឯងហើយបន្ទាប់មកទៀតគឺអ្នកតាគ្នា vibe នៅនេះគឺជាលក្ខណៈ vintage បែបលក្ខណៈ old class ឆ្នាំ1950ហើយនេះគឺ menu មុខម្ហូបគេគឺតម្លៃវិញមកសមរម្យអាចទទួលយកបានគេគិតជា ringgit ណានេះអត់ចាយដុល្លារទេប៉ុន្តែបើគិតជាលុយខ្មែរអីទៅគឺចន្លោះ2-30000ឬក៏10000ជាងអីហ្នឹងចន្លោះប៉ុណ្ណឹងប៉ុន្តែ vibe ខ្ញុំស្រឡាញ់ណាស់ទៅពេលញ៉ាំអីហើយអស់ហើយគឺខ្ញុំឯនឹងប្តីខ្ញុំបានដើរ explore នៅទីតាំងនៅកន្លែងហ្នឹងឯងហើយខ្ញុំឃើញថាអាគារនៅហ្នឹងគឺស្អាតខ្លាំងមែនតើខ្ញុំចូលចិត្ត vibe បែបហ្នឹងណាអ្នកតាគ្នាខ្ញុំមិនដឹងថាអ្នកតាគ្នាចូលចិត្តដូចខ្ញុំអត់ទេហើយអ្នកតាគ្នាអាចមើលវីដេអូនៅកន្លែងនេះបានខ្ញុំឈរស្រាប់តែពេលសัตว์នឹងមកឡំមកវងហ្មងក៏ជួនអីក៏ថតឲ្យអ្នកតាគ្នាមើលទៅនៅខាងក្រៅទស្សនភាពវាស្អាតជាងនៅក្នុងទូរស័ព្ទដែលខ្ញុំបានថតនឹងទៅទៀតព្រោះដោយសារទូរស័ព្ទគឺវាអត់ដូចភ្នែកយើងផ្ទាល់ទេអញ្ចឹងបើសិនជាអ្នកតាគ្នាដែលមកលេងនៅកាឡាឡាំពួរហ្នឹងគឺអាចមកលេងនៅនឹងបានណានេះដែរគឺមានឈ្មោះថា Petaling Street ខ្ញុំមកកន្លែងហ្នឹងដើម្បីមើលគេមើលឯងគេលក់ដូរអីចឹងណាហើយខ្ញុំអត់បានដើរឆ្លងទៅត្រង់ទេព្រោះដោយសារឡានម៉ូតូច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំក៏បានឡើងតាមចរៅនេះមកវាមានសុវត្ថិភាពជាងណាតាគ្នាបើសិនជាយើងឆ្លងតាមមិនស្រួលគឺអត់មានសុវត្ថិភាពទេព្រោះឡានឆ្វេងឆ្វាយពេញណាពេញណីអញ្ចឹងហើយណាមួយខ្ញុំដើរបដៅខ្ញុំថតបដៅអីចឹងណាហើយកន្លែងនេះដែរគឺមានលក់អីច្រើនខ្លាំងមែនទែនមានជាប្រភេទម្ហូបអាហារវត្ថុអនុស្សាវរីយ៍គោមឬក៏អីផ្សេងអញ្ចឹងណាយទៅក៏មានលក់ច្រើនសម្បីតាវ៉ាលីហើយភាគច្រើនគឺខ្ញុំឃើញថាជាជនជាតិឥណ្ឌាហើយបើពីរអ្នកនៅក្នុងវីដេអូនេះវិញខ្លាំងណាស់តាគ្នានិយាយលេងឯណាតាគ្នាអើយមានប្តីអត់ទៅញ៉ៃអីទេគប់ជួនអីខ្ញុំ voice over ទៅឃើញគាត់នៅក្នុងហ្នឹងក៏និយាយចឹងហ្មងទៅហើយនេះគឺគេមានលក់ជាប្រភេទបេសជ្ជៈឬក៏អីផ្សេងច្រើនណានិយាយទៅគឺពីច្រើនខ្ញុំឃើញជនជាតិឥណ្ឌាគាត់លក់ដូចនាឡិកាទឹកអប់ហើយប្រភេទអីវ៉ាន់កូពី brand top grade A អីផ្សេងអញ្ចឹងទៅប៉ុន្តែខ្ញុំអត់បានទិញអីនៅហ្នឹងឯងខ្ញុំដើរមកកន្លែងមួយផ្សេងទៀតដើម្បីមកថតរូបហើយខ្ញុំឃើញថានៅតាមដងផ្លូវការតុបតែងហាងរបស់គេវាចេញមកបែបមក vibe មករបៀបខ្ញុំអត់ដឹងថាម៉េចគឺខ្ញុំចូលចិត្ត vibe បែបហ្នឹងណាគឺមើលទៅវាស្រឡះភ្នែកវាមើលទៅវាខ្ជូតអីដូចហាងនេះអញ្ចឹងការតុបតែងរបស់គេគឺទំនងហើយនៅកន្លែងនេះដែរប្តីខ្ញុំគាត់ដើរមកនោះដើម្បីឲ្យខ្ញុំមកថតនៅកន្លែងនេះមើលទៅវាទំនងខ្ញុំភ្លេចប្រាប់អ្នកទាំងគ្នាអាគារនេះដែរគឺជាអាគារដែលខ្ពស់ជាងគេលំដាប់ទី2នៅលើពិភពលោកបន្ទាប់មកទៀតគឺប្តីខ្ញុំដឹងថាដើរអូសដៃយើងទៅហ្មងទៅកន្លែងណាក៏ទៅដែរខ្ញុំដើរពេលហ្នឹងឡើងចង់ដាច់កជើងឯអ្នកទាំងគ្នាដល់កន្លែងនេះឃើញតាគាត់អង្គុយច្រៀងអញ្ចឹងខ្ញុំក៏ដាក់លុយឲ្យគាត់ខ្លះទៅហើយកន្លែងនេះដែរគឺមានឈ្មោះថាខ្វៃឆៃហុងអញ្ចឹងអ្នកទាំងគ្នាអាចមើលទស្សនភាពនៅនេះបានភាគច្រើនគេមកថតរូបយើងមកពេលថ្ងៃលក្ខណៈ vibe ចេញមកបែបចឹងទៅមកពេលយប់លក្ខណៈចេញមកបែបចឹងទៅខ្ញុំក៏បានថតរូបនៅកន្លែងហ្នឹងដែរខ្ជូតណាស់នៅហ្នឹងហើយខ្ញុំស្រឡាញ់បំផុតគឺរូបគំនូរដូចខ្ញុំប្រាប់អ្នកទាំងគ្នាអញ្ចឹងគឺខ្ញុំស្រឡាញ់គំនូរខ្លាំងណាស់កន្លែងណាមានគំនូរគឺអាចតាក់ទាញចិត្តរបស់ខ្ញុំបានហ្មងហើយកន្លែងនេះគឺខ្ញុំបានថតរូបដែរហើយស្នាដៃរបស់ប្រិយខ្ញុំមកបន្ទាប់ពីហ្នឹងហើយគឺយើងបានចេញមក Pavilion វិញពូគិតពីងតាំងណាទាំងគ្នាមកដើម្បីញ៉ាំអីព្រោះដោយសារតែខ្ញុំគុំអាស៊ុបស៊ីឈွန်ចានធំនឹងខ្លាំងមែនទែនហ្មងអ្នកដែលគាត់បានមើល story ខ្ញុំកាលពីយប់មិញគឺដឹងហើយគ្រប់ទីកន្លែងនៅប្រទេសម៉ាឡេស៊ីគឺគេបានរៀបចំអាកម្មវិធីហ្នឹងណាប៉ុន្តែមិនមែនមានន័យថារាជរដ្ឋាភិបាលរបស់គេឬក៏ប្រជាជនរបស់គេទាំងមូលគឺគេគ្រប់តាមសាសនាបែបហ្នឹងឯងចង់បានន័យថាគឺគេចូលរួមដែរគេទៅលេងគេសម្រាប់ពីការងារអីផ្សេងអញ្ចឹងទៅព្រោះនៅនេះគឺមានជនជាតិបែបចម្រុះអញ្ចឹងគឺរាជរដ្ឋាភិបាលគេលើកដង្កើងជនជាតិផ្សេងដែលមានភាគរយច្រើននៅក្នុងប្រទេសនេះអីចឹងឧទាហរណ៍ឥណ្ឌាហើយនិងចិនអីផ្សេងអញ្ចឹងទៅហើយគ្រប់ទីកន្លែងនៅផ្សារទំនើបគឺថាតរោកន្លែងញ៉ាំអីសឹងថាអត់មានកន្លែងអង្គុយទេគឺពេញបបហ្មងហើយកន្លែងនេះដែរគឺគេធ្វើម្ហូបភ្លាមគឺគេបំរើទៅឲ្យអតិថិជនភ្លាមហ្មងនៅនេះគឺមានម្ហូបច្រើនខ្លាំងមែនទែនកន្លែងនេះវិញគឺគេមានលក់របៀបស៊ុបឲ្យយើងចាប់បន្លែចាប់សាច់យកទៅញ៉ាំដូចនៅស្រុកខ្មែរយើងអញ្ចឹងគឺដូចគ្នាអញ្ចឹងអ្នកតាគ្នាគាត់តែឃើញកន្លែងស៊ុបហ្នឹងគឺនៅក្រុមគ្រួសាររបស់ខ្ញុំមែនទែនព្រោះដោយសារធ្លាប់ញ៉ាំជុំគ្នាអញ្ចឹងតែខ្ញុំអត់បានញ៉ាំស៊ុបហ្នឹងទេគឺខ្ញុំមកញ៉ាំកន្លែងហាងចិននេះហាងចិនហ្នឹងគឺហាឡាឡាកំងភេសជ្ជៈគេភ្លាមអត់តបានម៉ានីទីស្រួលបួលលើកឲ្យភ្លាមហ្មងនេះស៊ុបរបស់ខ្ញុំមកហើយអ្នកតាគ្នាមួយចានបបហ្មងញ៉ាំពីអ្នកប្រៃប្រពន្ធចង់បែកពោះអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា